មានបងប្អូនម្នាក់ក៏សួរថាពេលដែលយើងប្រើប្រាស់ថ្នាំវិទ្យាកណាតយូរឆ្នាំទៅធ្វើយើងកើតមហារីកស្បូនឬក៏មហារីកមកស្បូនមែនការដែលមានការយល់ច្រឡំបែបនេះគឺជាការខុសឆ្គងទាំងស្រុងថ្នាំវិទ្យាកណាតដែលគេផលិតមកគឺវាមានដាក់សារធាតុពីរប្រភេទ estrogen និង progesterone ការប្រើប្រាស់ថ្នាំវិទ្យាកណាតមិនបណ្ដាលឲ្យយើងកើតមហារីកទេក៏ប៉ុន្តែវាមានកត្តាហានិភ័យទៅលើអីកត្តាហានិភ័យគឺយើងប្រើប្រាស់ estrogen នៅក្នុងសារធាតុនឹងយូរទៅលើពី10ឆ្នាំឡើងទៅគឺគេគិតថាយើងអាចនឹងមានប្រព័ន្ធភាពស៊ាំនឹងចុះខ្សោយប្រព័ន្ធភាពស៊ាំចុះខ្សោយគឺសំដៅទៅលើពួកអង្គការពារយើងនឹងអាចថយអញ្ចឹងដំណើរគ្នានឹងយើងមានបញ្ហាមេរោគ HPV វាអាចនឹងជ្រៀតចូលទៅក្នុងកោសិកាបានយ៉ាងស្រួលបើសិនបើប្រព័ន្ធការពាររាងកាយយើងខ្សោយតែវាមិនបានបណ្ដាលឲ្យទៅជាមហារីកផ្ទាល់តែម្ដងទេហើយមហារីកមួយចំនួនដោយសារវាបកឡើងដោយកត្តាអរម៉ូនអញ្ចឹងគេឲ្យយើងប្រុងប្រយ័ត្នក្នុងការប្រើពីព្រោះអរម៉ូនវាជួយជំរុញឲ្យកើតមានលឿនឬក៏ជួយជំរុញឲ្យទំហំសាច់ដែលវាចំណុះជាមួយនឹងអរម៉ូនហ្នឹងវាធំលូតលាស់លឿនតែមិនមែនបណ្ដាលមកពីឬក៏បង្កឲ្យកើតជាជំងឺមហារីកគឺវាមិនមានបញ្ហាហ្នឹងទេ